ជាសៀមនេះមិនមែនជាជនជាតិនៅលើទឹកដីសៀមសប្តាហ៍ទេជាជនជាតិដែលមកពីប្រទេសចិនខេត្តយូណានសៀមនេះក្រុមកុលសម្ព័ន្ធជាចៅទាំងប្រុសទាំងស្រីរបស់រស៊ីធ្វើចៅចូលទៅរុករៀនទន្ទ្រានប្រជាពលរដ្ឋចិននៅខេត្តយូណានណាក៏រដ្ឋាភិបាលនៃប្រទេសចិនហ្នឹងគេចាត់វិធានការគេកំចាត់ដេញចេញពីស្រុកគេអត់ឲ្យនៅម្ល៉េះហើយជនជាតិសៀមនេះក៏ធ្វើអន្តោប្រវេសន៍ចេញពីខេត្តយូណានមកអន្តោប្រវេសន៍គឺចេញមករកទីតាំងភូមិករនៅថ្មីក៏ដល់អន្តោប្រវេសន៍មកដល់មកនៅលើទឹកដីកម្ពុជាអញ្ចឹងណាដីសៀមសប្តាហ៍នេះដីកម្ពុជាយើងពីសង្គមណាបងហើយនឹងដីរបស់មោនប្រទេសមោនមួយសៀមលេបអស់ជនជាតិមោនហើយនឹងទឹកដីកម្ពុជាទឹកដីកម្ពុជាយើងវាយកបាន37ខែសប្តាហ៍នេះយ៉ាងម៉េចច្រើនជាងដីយើងដែលសេសសល់តែ25ខែក្រុងទេហើយ25ខែក្រុងនេះมันជាធំប្រមាណទេតូចបោកខេត្តដែលវាយកឲ្យធំណាបងមានវិសាលភាពធំបានទាំងប្រាសាទបុរាណយើងប្រាសាទដែលសាងពីថ្មពីអត់ដែលប្រាសាទនៅលុបបូរីនៅភីម៉ាយនៅអង្គររាជសាតែប្រាសាទយើងទាំងអស់នេះសំជរៀបខ្ញុំនិយាយចាតែរឿងអតីតកាលយើងខ្មែរអត់បានគិតទេថាវាកន្លងហួសទៅហើយក៏សុខចិត្តនៅស្ងៀមដែរបើឡូវមហិច្ឆតារបស់សៀមមិនស្ងប់ចង់បានលេបទឹកដីយើងឲ្យអស់តែហ្មងបងហើយខ្ញុំនិយាយមើលមកទៅខ្មែរសូរ៉ែនខ្មែរស៊ីសកេតខ្មែរអង្គររាជខ្មែរប្រជាជាតិសោះតែខ្មែរទាំងអស់ដែលសៀមវាមកយកទៅត្រួតត្រាខ្មែរទាំងអស់នោះនៅក្រោមការគ្រប់គ្រងរបស់សៀមមិនដឹងទៅណាបើភូមិកំណើតខ្លួននឹងណាក៏នៅទៅញោមទៅសរិនអីទៅបើមិននិយាយខ្មែររញោនេះភាសាខ្មែរបើទៅបរិរាមទៅអង្គររាជអីណាសត្វតែខ្មែរអ្នកអាត្មាសូមលើកប្រវត្តិរបស់សៀមគឺមិនចប់ទេបងចង់លេខយកទឹកដីយើងឲ្យអស់លលីពីមុនមានកម្ពុជាក្រោមខ្មែរក្រោមខ្មែរកណ្ដាលខ្មែរលើឥឡូវវាចង់លេខខ្មែរកណ្ដាលឲ្យអស់ល